បាទសួស្តីបងប្អូននៅខាងស្ទឹងហាវយើងបើសិនជាបងប្អូនចង់ចំត្រីតាំងលម្អឬក៏ចំត្រីក្រឹមអីអាចមកមើលនៅខាងអូថេសបានណាឥឡូវយើងមានលក់ប្រភេទត្រីតាំងលម្អជាច្រើនប្រភេទនេះគេហៅប្រភេទត្រីម៉ូលីសម្រាប់ចំតាំងលម្អលេងស្មើកំសាន្តអញ្ចឹងបងប្អូនហើយក៏មានជាប្រភេទទូដែលយើងដេកហើយនឹងប្រភេទត្រីប៉ាល់ពណ៌ឬក៏ត្រីអីផ្សេងទៀតហើយចំពោះត្រីប៉ាល់ពណ៌នេះយើងចំបាច់ដាក់អុកស៊ីសែនហើយយើងចំវាដាក់ក្នុងអាងក៏បានដែរហើយយើងក៏មានទូកញ្ចក់ដេកហើយស្រាប់ឬក៏អត់ចង់ដេកក៏យើងមានដែរបងប្អូនអាចទិញយកទៅដេកខ្លួនឯងក៏បានហើយនេះក៏ជាប្រភេទត្រីមួយទៀតគេហៅថាត្រីមូលីស៊ីប្រាអញ្ចឹងហើយក៏មានត្រីមួយប្រភេទទៀតគឺត្រីឡហាននេះហើយមានកតុយ3មានអីជាច្រើនទៀតដូចជាត្រីប៉ាល់ពណ៌ពូជផ្សេងយើងចំនៅតាមផ្ទះហ្នឹងហើយបងប្អូនអាចមកមើលលេងបាននៅខាងអូថេសនេះគឺជាទូដែលយើងដេកហើយស្រាប់ហើយចំពោះទីតាំងបងប្អូនជិះពីវងមូលអូថេសមកបងប្អូននឹងឃើញក្រាស់សាំងតេឡាហើយមកក្រាស់សាំងតេឡាហ្នឹងបងប្អូនបត់ឆ្វេងចុះមកតាមផ្លូវបេតុងហ្នឹងបន្ទាប់មកឃើញតែវិឡាមួយហ្នឹងបងប្អូនហួសនឹងមន្ទីហើយឡើងតាមផ្លូវហងឡានហ្នឹងមកឡើងមកតាមផ្លូវមកឃើញផ្ទះមួយហើយដើរតាមចំហៀងផ្ទះហ្នឹងមកហ្នឹងជាកន្លែងដែលយើងលក់ត្រីហ្នឹងហើយយើងមានត្រីជាច្រើនប្រភេទហើយនឹងឧបករណ៍ផ្សេងមានត្រីប៉ាល់ពណ៌អីជាច្រើនពូជអញ្ចឹងបងប្អូនឆ្លាញ់អីអាចមកមើលលេងសិនបានមានប្រភេទទូដែលរៀបចំហើយអញ្ចឹងមានចំណីមានអុកស៊ីសែនមានអីហ្នឹងហើយនេះត្រីប៉ាល់ពណ៌មានចំណីជាច្រើនប្រភេទមានទាំងចំណីជប៉ុនចំណីចិនចំណីកតុយ3ចំណីអីផ្សេងទៀតអញ្ចឹងបងប្អូនហើយមានថ្មចម្រោះហើយត្រីចុលត្រីអីហ្នឹងបងប្អូនអាចមកមើលលេងបាននៅខាងអូថេសហ្នឹងជិះតាមដែលខ្ញុំប្រាប់ហ្នឹងបងប្អូនមកមើលលេងមកហើយនេះជាប្រភេទត្រីយើងចំលេងត្រីប៉ាល់ពណ៌មានពូជផ្សេងគ្នាអញ្ចឹងនេះសិតតែជាទូដែលយើងរៀបចំដេកឲ្យស្រាប់បងប្អូនចង់ទិញជាស្រាប់ទាំងឈុតអញ្ចឹងក៏បានឬក៏ទិញជាហៀអីតែគ្រឿងយើងយកទៅដេកខ្លួនឯងអញ្ចឹងណាហើយយើងយកទៅរៀបខ្លួនឯងទៅអញ្ចឹងក៏បានដែរនេះជាត្រីដែលយើងដាក់តាំងលក់ប្រភេទត្រីម៉ូលីអានេះកញ្ចក់ហើយយើងដាក់ទូដែលយើងដេកហ្នឹងតែនេះយើងអត់ដេកយើងមានវាស្រាប់អញ្ចឹងបងប្អូនអាចយកទៅដេកខ្លួនឯងឬក៏មិនបាច់ដេកដាក់ចំទាំងអញ្ចឹងក៏បានដែរហើយមានច្រើនຂະຫນាតមានຂະຫນាតទូចຂະຫນាតធំຂະຫນាតកណ្ដាលអញ្ចឹងបងប្អូនស្រឡាញ់ត្រូវការអីអាចមកមើលបាននៅខាងអូថេសអញ្ចឹងមានតែប៉ុណ្្នឹងឯងបងប្អូនអាចមកមើលលេងបាន